គុណរបស់គាត់ទេជាទូទៅគឺមនុស្សអញ្ចឹងជាទូទៅរបស់មនុស្សគឺអញ្ចឹងគាត់មានបញ្ហាក្នុងជីវិតរស់នៅរបស់គាត់ហើយគាត់ព្យាយាមគិតត្រេះរិះពិចារណាទាំងយប់ទាំងថ្ងៃដើម្បីរកការដោះស្រាយបញ្ហារបស់គាត់ប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតទាំងឡាយតែងតែដេកគិតបញ្ហារបស់មនុស្សទូទៅអ្នកខ្លះថ្នាក់ប្រទេសទៅអ្នកខ្លះថ្នាក់ពិភពលោកទៅអ្នកខ្លះថ្នាក់ចក្រវាឡទៅដោយព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងអញ្ចឹងព្រះអង្គគិតចក្រវាឡត្មងបេះដូងរបស់លោកទលាយពេលអញ្ចឹងដល់ពេលអញ្ចឹងលោកយករឿងចក្រវាឡទាំងមូលទាំង3ភពហ្នឹងយកមកគិតត្រេះរិះពិចារណាដើម្បីដោះស្រាយជាទូទៅមនុស្សកើតមកគាត់ច្រើនតែចំណាយកម្លាំងពេលវេលារបស់គាត់ដោះស្រាយតែបញ្ហារបស់គាត់ហ្នឹងប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតទាំងឡាយកើតក្នុងលោកគាត់គិតត្រេះរិះពិចារណាដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃប៉ុន្តែរឿងហ្នឹងមិនជាស្រួលប៉ុន្មានទេបងប្អូនមនុស្សល្អហើយមានបញ្ញាជាងសត្វដេរឆានប៉ុន្តែពិបាកគ្រប់គ្រងសូម្បីក្នុងផលប្រយោជន៍បុគ្គលក៏ពិបាកគ្រប់គ្រងដែរបងប្អូនពិបាកជាងចាប់ក្តាមដាក់ចង្អេរទៀតបើចាប់ក្តាមដាក់ចង្អេរគេរកវិធីពាត់វាកុំឲ្យវាចេញពីចង្អេរបានប៉ុន្តែដើម្បីដោះស្រាយបញ្ហាមនុស្សនេះពិបាកណាស់និយាយស្ដាប់គ្នាវាមិនបានប៉ុន្តែកំណើតជាអ្នកប្រាជ្ញបណ្ឌិតទាំងឡាយមិនដែលចោលកិច្ចការនឹងទេចេះតែគិតថាតើត្រូវដោះស្រាយរឿងមនុស្សដ៏ច្រើននឹងតាមរបៀបម៉េចពួកយើងគិតក្នុងលំអានបែបហ្នឹងពីថ្នាក់ប្រទេសទៅមុនមិនទាន់ដល់ថ្នាក់ពិភពលោកទេថ្នាក់ប្រទេសទៅមុនមិនមែនថ្នាក់គ្រួសារទេគឺថ្នាក់ប្រទេសគិតរឿងមកប្រទេសត្មងបញ្ហាយើងមិនបាច់និយាយទេវាច្រើនណាស់ណែកនៅក្នុងស្រុករបស់យើងដើម្បីដោះស្រាយបញ្ហាមួយបានត្រូវសិក្សារកប្រភពរបស់វាប្រភពគឺជាមុខចំណងដែលយើងចាប់ផ្ដើមដោះស្រាយឥឡូវខ្ញុំគិតឃើញខ្ញុំនិយាយប្រាប់បងប្អូនយកគំនិតទស្សនៈមួយហ្នឹងទៅត្រេះរិះពិចារណាទៅខ្ញុំអត់មានឲ្យបងប្អូនជឿខ្ញុំហើយបដិសេធមិនឲ្យបងប្អូនជឿអ្នកដទៃទេគ្រាន់តែឲ្យយកគំនិតទស្សនៈរបស់ខ្ញុំយកទៅគិតត្រេះរិះពិចារណាខ្ញុំថាប្រជាប្រដ្ឋនឹងគឺជាចំណុចចាប់ដើមនៃដំណោះស្រាយទាំងឡាយផ្លូវទៅរកយុត្តិធម៌ផ្លូវទៅរកសន្តិភាពផ្លូវទៅរកសង្គមស្អាតស្អំផ្លូវទៅរកសង្គមជឿនលឿនសិតសឹងតែចូលតាមផ្លូវប្រជាប្រដ្ឋទាំងអស់សង្គមទៅជាហិនហោចសង្គមទៅជាមានការជិះជាន់សង្គមទៅជាអន់ថយគ្មានការអភិវឌ្ឍក៏ត្រូវតែចូលតាមផ្លូវរបស់ប្រជាប្រដ្ឋទាំងដែរបើប្រជាប្រដ្ឋល្ងងប្រជាប្រដ្ឋគ្មានសិលធម៌ប្រជាប្រដ្ឋមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អផ្លូវហ្នឹងវាឆ្ពោះទៅរកមហន្តរាយមានជាអាចសង្គមអយុត្តិធម៌ក្រលហេមលហាមគ្មានការអភិវឌ្ឍសង្គមមិនស្អាតស្អំសង្គមធ្លាក់ចុះសិលធម៌អីអញ្ចឹងជាដើមទៅបើប្រជាប្រដ្ឋហ្នឹងមានចំណេះដឹងខ្ពង់ខ្ពស់បើប្រជាប្រដ្ឋហ្នឹងមានមូលដ្ឋានក្នុងការត្រេះរិះពិចារណាខ្ពស់បើប្រជាប្រដ្ឋហ្នឹងជាមនុស្សមានសិលធម៌បើប្រជាប្រដ្ឋហ្នឹងជាមនុស្សដែលមានការទទួលខុសត្រូវវាគឺជាផ្លូវនាំទៅរកសន្តិភាពនាំទៅរកយុត្តិធម៌នាំទៅរកការរីកចម្រើនពីណាមើលមិនឃើញថាទៅនឹងជាផ្លូវតែខ្ញុំមើលឃើញថាទៅនឹងជាផ្លូវគេថាណាចាំឈ្នះឆ្នោតសិនទៅចាំតែអប់រំប្រជាប្រដ្ឋឲ្យដល់ថ្នាក់ហ្នឹងខ្ញុំថាវាចេញរួចវាទៅអត់ដល់កន្លែងឈ្នះឆ្នោតសិនហ្នឹងឧទាហរណ៍ថាយើងទៅបោកទៅប្រាស់បានប្រជាប្រដ្ឋហ្នឹង2-3លានយកមកអង្គគេមកមិនយូរទេបងប្អូនគេមកបោកគេទៅវិញទៅ
ពួកអីពួកវាល្ងងវាទៅមិនរួចទេហើយវាមិនមែនជាជំនាញរបស់យើងផងយើងមិនឈ្នះគេអារឿងបោកហ្នឹងជាសារជាតិរបស់មនុស្សខូចពួកសំរងស៊ីពួកកម្មសខាហើយនឹងពួកគណៈបកប្រជាជនហ្នឹងគេប្រកាសហ្នឹងជាងយើងបើយើងចង់ទៅបោកប្រជាប្រដ្ឋដូចមនុស្សស្រីម្នាក់គាត់និយាយថាប៉ាវាឯងទៅស្រឡាញ់ស្រីបានអាស្រីសម្ដីផ្អែមទេបោកយកលុយអស់ហើយណែបើប៉ាវាឯងចង់ធ្វើអញ្ចឹងចង់បានស្រីអញ្ចឹងអញក៏ចេះធ្វើដែរថាតែអញ្ចឹងឯងបងប្អូនធ្វើវាអត់ដូចគេទេផងភូតប្តីបន្តិចហ្នឹងនឹកអាណិតប្តីបាត់ហើយភូតវាមិនកើតព្រោះតែនិយាយថាបើប៉ាវាឯងចង់អញ្ចឹងចាំមិនធ្វើឲ្យមើលប៉ុន្តែពេលធ្វើវាអត់កើតមិនមែនជំនាញយើងទេប៉ុន្តែបើប្រពន្ធចង់មើលជំនាញរបស់វាដូចគ្នាជាមួយកម្មសខាសំរងស៊ីអីយើងថាអ្នកកម្មសខាសំរងស៊ីចេះបោកបើអញចេះបោកអញ្ចឹងបើអញចង់អញ្ចឹងក៏អញបោកបានដែរអានឹងថាទេបងប្អូនដល់ពេលតែធ្វើមិនកើតទេជំនាញនោះចាញ់សំរងស៊ីកម្មសខាគណៈបកប្រជាជនបាត់ឥឡូវជំនាញនោះប៉ុន្តែអាជំនាញយើងវិញអាជំនាញត្រឹមត្រូវទៀងត្រង់សុចរិតជួយគេគ្មានចង់បានអីអានឹងជំនាញយើងដែរកម្មសខាសំរងស៊ីគណៈបកប្រជាជនវាយតងាប់ក៏មកអាផ្លូវយើងអត់កើតដែរអាត្រង់នឹងដែលប្រពុតលោកសម្ដែងថាមនុស្សខូចមនុស្សអាក្រក់មានធាតុខូចមានធាតុអាក្រក់ជាធាតុត្រត្រង់ពីកណើតគ្នាមកអញ្ចឹងជាកំណើតលបាញ់លបាញ់ខូចអញ្ចឹងពីកណើតវាមានកំណើតស្លែងឲ្យវាផ្អែមមិនកើតចំណែកមនុស្សល្អមនុស្សទៀងត្រង់វាមានធម្មជាតិទៀងត្រង់មានធម្មជាតិល្អនឹងជាធម្មជាតិកំណើតត្រង់ចំណុចហ្នឹងហើយដែលគេនិយាយថាទឹកហើយប្រេងនៅមួយគ្នាមិនកើតទេអញ្ចឹងបានអ្នកខ្លះគាត់និយាយថាគណៈបកពីរហ្នឹងខ្ញុំស្រឡាញ់ទាំងពីរគណៈបកសង្គ្រោះជាតិហើយនឹងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគួរតែដាក់ក្អីទល់មុខគ្នារួចហើយនិយាយដោះស្រាយគ្នាទៅបើយើងសត្វអ្នកស្នេហាជាតិទាំងអស់គ្នាមនុស្សអញ្ចឹងបងប្អូនគ្រាន់តែនិយាយមកជាដឹងថាគាត់រាក់បាត់ពីព្រោះគាត់មានបំណងយកទឹកហើយនឹងប្រេងទៅដាក់ឲ្យចូលគ្នាបើគាត់ជាមនុស្សដែលជ្រៅគាត់ដឹងថាពីរអ្នកនឹងវាយគ្នាតងាប់ក៏វាមិនចូលគ្នាកើតដែរសារជាតិវាខុសគ្នាមនុស្សជ្រៅវាចង់មើលទៅឃើញហ្មងដឹងថាងាប់គណៈបកសម្ព័ន្ធនេះវាយតងាប់ក៏ចូលជាមួយកម្មសខាមិនបានដែរចូលជាមួយសំរងស៊ីមិនបានដែរវាយឲ្យពួកសម្ព័ន្ធនេះទៅធ្វើដូចសំរងស៊ីក៏ដូចមិនបានវាយពួកសំរងស៊ីឲ្យមកដូចគណៈបកសម្ព័ន្ធក៏ដូចមិនបានខិតតែចិត្តគ្នាបន្តិចម្នាក់ក៏ខិតមិនបានអាម្នាក់នោះវាស្រឡាញ់អាចអាម្នាក់ទៀតវាខ្ពើមអាចឥឡូវកើចិត្តគ្នាបន្តិចតោះអញស្រឡាញ់អាចអញដាក់អាចឆ្ងាយពីអញបន្តិចបណ្ដាក់ចិត្តហែងបន្តិចដាក់ចិត្តក៏បានដែរស្អុយដដែលអត់បានហេបោករៀសតិចតិចហើយវាអត់ចេះបោកវាអត់អាត្រង់ចំណុចហ្នឹងហើយដែលពាក្យចាស់ថាទឹកពេញនៅមួយគ្នាមិនកើតហ្នឹងណាហើយអ្នកវាមិនយល់តាណាឮតែស្នេហាជាតិដូចគ្នាតើគួរតែដាក់ក្អីទល់មុខគ្នាដើម្បីនិយាយគ្នាពីរឿងជាតិទៅបើយើងស្នេហាជាតិទាំងអស់គ្នាទេខ្ញុំថាគ្រាន់តែនិយាយមកដឹងតែឯងល្ងងបាត់ណាអាត្រង់ចូលមួយកម្មសខាសំរងស៊ីខ្ញុំនិយាយរាល់ដងខ្ញុំថាខ្ញុំអត់មានសង្ស័យទេអត់មានសង្ស័យថាតើថ្ងៃណាមួយអញជាមួយសំរងស៊ីកម្មសខាអាចចូលនេះបានទេអត់មានសង្ស័យទេបើសង្ស័យអញ្ចឹងអញមានតែសង្ស័យតិចថ្ងៃណាមួយអញចេះស៊ីអាចទៅវិញអត់មានសង្ស័យហ្មងអត់ច្រឡំមិនតិចសោះទឹកហើយប្រេងនៅមួយនេះអត់កើតប្រជាប្រដ្ឋខ្មែរនេះគេថាម៉េចទេមិនគួរអប់រំគាត់នៅពេលហ្នឹងទេធ្វើម៉េចបោកគាត់ឲ្យបានស្លឹកឆ្នោតមកចាំដល់ពេលយើងឈ្នះឆ្នោតចាំយើងអប់រំខ្ញុំថាគំនិតមួយហ្នឹងគួរយកមកគិតត្រេះរិះពិចារណាដែរឲ្យតែគោលដៅចុងក្រោយជាគោលដៅល្អអាបោកពីដបងដៃមិនអីទេឲ្យតែធ្វើម៉េចចុងក្រោយបំផុតគោលដៅវាល្អប្រពុតធ្លាប់ទៅអាផ្លូវនឹងញឹកញាប់គេសួរហេតុអីបានធ្វើអញ្ចឹងសរុបចុងក្រោយមកបើមិនធ្វើអញ្ចឹងជួយមនុស្សវាមិនបានប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងសួរយើងជំនាញខាងបោកហ៎អត់ទី1វាអត់តែហ្មងវាអត់ចេះនិយាយអានោះទី2ឧទាហរណ៍ថាយើងបោកបានមកតាមយើងសួរនៅយូរបងប្អូននៅយូរមនុស្សវាល្ងងគេបោកយកទៅវិញបាត់ឥឡូវហ្នឹងយើងខ្វៀលមិនបានមនុស្សល្ងងស្មារតីតិច
ដោយសារហ៊ុនចោចឲ្យតាអូអត់ដឹងហ្នឹងពួកនឹងពួកយ៉ងតាគ្រាន់តែនិយាយប៉ុណ្ណឹងបងប្អូនស្ដាប់6 7ឆ្នាំហើយទៅវិញបងប្អូនពិចារណាមើលបើយើងបោកគាត់បានមកណាបងប្អូនសួរថាតើគាត់នឹងនៅជាមួយយើងហ៎អត់ទេពួកអាអ្នកបោកច្រើនណាបងប្អូនវាដើរផ្ទះទឹកចុះផ្ទះទឹកឡើងទៅវិញរ៉ែជាប្រវត្តិហើយការបញ្យលខុសទៅឲ្យប្រជាប្រដ្ឋនេះវាធ្វើឲ្យប្រជាប្រដ្ឋហ្នឹងឡប់តាំងពីឥឡូវទៅហើយខាតទៅនឹងខាតទៅបងប្អូនខាតក្នុងពេលដែលយើងកំពុងតែជួយគាត់ហ្នឹងបើយើងគ្រាន់តែដាក់ឆ្នាំស្លាប់គាត់យកមកផ្ដិតមេដៃឬកត្រាក់ស្លឹកឆ្នោតគាត់យកទៅដាក់ក្នុងធុងរួចហើយប្រោសគាត់ឲ្យភ្ញាក់ដល់ខ្លួនវិញដើម្បីយកស្លឹកឆ្នោតនោះទៅឈ្នះរួចហើយចាំទៅជួយគាត់អូខេដាក់ឆ្នាំភុចស្លាប់អស់មកប្រទេសរួចហើយយកស្លឹកឆ្នោតគាត់ទៅដាក់ក្នុងធុងហើយគេថាយើងបន្លំគេយើងបំបត្តិឆន្ទៈរបស់គេមិនចង់បោះឆ្នោតឲ្យយើងដើម្បីជួយចឹងហើយប៉ុន្តែក្នុងភាពជាក់ស្ដែងធ្វើឲ្យចង់វាអត់រួចវាអត់ណានឹងបាច់ឆ្នាំមកឈូសទៅវាស្លាប់អស់វាធ្វើអត់កើតមានតែបញ្យលគេដល់ពេលបញ្យលមកឈ្នះឆ្នោតបងប្អូនពិចារណាមើលបើខ្ញុំប្រឡប់បងប្អូនមកណាត់ហើយវាឈ្នះខ្ញុំទៅរកចង់ប្រឡប់ដែរប៉ុន្តែខ្ញុំមើលទៅវាអត់ឈ្នះមកណាត់នឹងវាប្រឡប់ហើយវាឡប់អស់ទៅអញ្ចឹងបានខ្ញុំថាអរទេអាផ្លូវហ្នឹងចេញរួយទេបើយល់ឈ្នះឆ្នោតមិនឈ្នះឆ្នោតវាបានដល់មនុស្សយល់ខ្លះដែរគិតអញ្ចឹងខំគិតចង់ងាប់ឯងបងប្អូនអើយបងប្អូនឯងដេកហ្នឹងខ្ញុំគិតឲ្យគិតបើចុះបើវាល្ងងយ៉ាងហ្នឹងវាចាញ់បោកតាគេវាជេរតាអញនេះហើយអញធ្វើម៉េចទៅណោះចេះគិតមើលមានពេលខ្លះបងប្អូនគាត់ជេរខ្ញុំស្រឡាំងកាំងហ្មងបងប្អូនចុយមិនទៅអញ្ចឹងអាខំវាសនាវាប្រឹងធ្វើបានអីវាអាកូនគណៈបកតប៉ែប៉ុនអាចចំមុខហ្នឹងខ្ញុំចេះតែមើលមុខគាត់ស្រឡាំងកាំងបងប្អូនជុំអត់យល់ចិត្តអញអីបន្តិចសោះណាអញប្រាប់ឲ្យប្រាប់ទៀតនឹងប្រមាណដងថាអញមិនអ្នកជួយទេអញប្រាប់ឲ្យច្បាស់ថាអញមិនអ្នកជួយទេតែអញឃើញឯងនោះគេបោកអញប្រាប់ពីរបៀបនៃការជួយខ្លួនឯងអញប្រាប់ពីរបៀបថាអ្នកបោកវិញចែកឯងយកទៅមើលមកបោកមែនអត់អាប្រមាណអ្នកបោកឯងតាហើយអញក៏មិនជួយឯងដែរអញក៏ប្រាប់ថាអ្នកឯងដើម្បីជួយខ្លួនឯងបាត់ឯងធ្វើចេះទៅណាឯងប្រមូលគ្នាទៅចេះទៅណាប៉ុន្តែខ្លាចអញឯងនឹងធ្វើអត់កើតបាត់អញធ្វើបាក់មួយបើឯងមើលឃើញថាឯងធ្វើវាមិនកើតទេណែបាក់នេះធ្វើបានហើយបើមិនចង់ឲ្យខ្ញុំធ្វើប្រធានធ្វើខ្លួនឯងទៅរើសគ្នាឯងទៅរើសណារើសទៅចិត្តខ្ញុំចឹងតើខ្ញុំមិនជាអ្នកជួយបងប្អូនទេស្ដាប់ឲ្យច្បាស់អ្នកដែលគេអួតតែជួយគណៈបកប្រជាជនមួយគេថាគេជួយនេះជួយនោះជួយនេះជួយនោះគេធំគេអាចជួយប្រជាប្រដ្ឋបានអញ្ចឹងដល់ពេលសំនឹងស៊ីកម្មសខាគេថាចឹងទៀតគេអ្នកជួយប្រជាប្រដ្ឋជួយចេះជួយចុះបានអញ្ចឹងទៅហើយឯងនេះណាកូនអ្នកស្រែកំប៉ុកលុកឯណាមិនអាចជួយឯណាបានឃើញគេបោកវាឈឺចិត្តអត់ធុំចង់ប្រាប់គេដើរទៅប្រាប់ណាបងប្អូនណាអាមនុស្សបោកវាចែកចរិតវាចេះវានិយាយចេះបោកដើម្បីកុំឲ្យគេបោកបានទៅចែករួបរวมគ្នាកាត់បន្ថយអំណាចរដ្ឋទៅណាត់ក្នុងដៃទៅធ្វើទាំងអស់គ្នាទៅបើបងប្អូនចេះធ្វើបាក់ខ្លួនឯងធ្វើទៅបើបងប្អូនធ្វើចេះធ្វើការទេណាបាក់សម្ព័ន្ធណាអញ្ចឹងបានខ្ញុំថាបាក់សម្ព័ន្ធនេះណាដូចជាអូបួរមួយអញ្ចឹងប្រជាប្រដ្ឋហែលទឹកហើយយើងចង់ហៅគាត់ឡើងលើទូករបស់យើងគាត់ទៅលុកដៃស្រែកញ៉ាញមកគាត់ថាវាមិនដែរណាអត់ចង់បានអីជួលអូបួរមួយចាក់សាំងឲ្យដើរតាមឯងរហូតនេះគាត់ទៅលុកដៃស្រែកញ៉ាញឯងវាអាណិតខ្ញុំថាអូបួរមួយហ្នឹងបើកបដើតាមគាត់ទៅមួយជីវិតហ្នឹងដល់ពេលយើងងាប់ទៅកូនចៅយើងបើកទៅទៀតទៅអូបួរមួយហ្នឹងថ្ងៃណាដែលគាត់ចិនឆ្អន់គាត់ប៉ះគាត់ពោះហូបប្រសពជាមួយនឹងគណៈបោកហ្នឹងគណៈបោកហ្នឹងគាត់ដឹងថានឹងបោកហើយវាអស់អាណាហើយត្រឡប់មករកសម្ព័ន្ធមកត្រឡប់មកឡើងអូបួរមកលោកដៃយកគាត់ទៅពេលនោះគាត់ដឹងខ្លួនហើយប៉ុន្តែឲ្យយើងទៅលុកដៃក្នុងពេលឥឡូវហ្នឹងលុកមិនបានទេព្រោះគាត់យល់ថាយើងនឹងចង់បានអីពីគាត់បងប្អូនយើងចង់បានអីពីគាត់ខ្ញុំលើកឧទាហរណ៍មួយ
មីងមួយនោះគាត់មានកូនស្រីយ៉ាងស្អាតតិចវាមានមេខ្យល់ចង់យកទៅលក់នៅស្រុកម៉ាឡេនោះគេនិយាយពីរឿងបានលុយចេះបានលុយចុះគេយកទៅធ្វើការកន្លែងនេះកន្លែងនោះគេមិនប្រាប់ថាលក់ខ្លួនណាឯងវាដឹងលោកដឹងនោះដល់ពេលឃើញអញ្ចឹងវាមិនអស់ចិត្តនឹងចេញទៅនិយាយភ្លាមចំពោះមុខមេចំពោះមុខអ្នកនាំនឹងទៅវាអាចរឿងដល់ខ្លួននេះណាព្រោះអីអាមេនាំហ្នឹងវាសិតតែមានខ្នងវាធំធំណាយើងនិយាយមិនស្រួលងាប់ដល់យើងហ្នឹងណាយើងនឹងនៅកន្លងទៅកន្លងមកទៅណាទេចាំឲ្យតែមេខ្យល់នឹងនាំចេញទៅនាំទៅមេខ្យល់នឹងចេញទៅបាត់យើងចូលទៅនិយាយដល់ពេលមេខ្យល់នឹងទៅបាត់យើងចូលទៅនិយាយភ្នែកសភ្នែកខ្មៅផងខ្លាចគេប្រាប់គាត់ចេះចុកអាមេខ្យល់នឹងវាចាក់រួចស្រាច់ទាំងអស់បងប្អូនយើងលុកតាណាក៏លុកចុះដែរវាថាខ្ញុំនិយាយអញ្ចឹងចាំមើលមានគេមកគេថាចេះគេថាចោលបងឯងប្រយ័ត្នខ្លួនអីចេះចុះហើយឯងលុកមិនកំចោលលុកមិនកំចោលគាត់ឃើញមេខ្យល់មកឯងរត់បាត់ទៀតហើយគិតទៅទៀតអង្គុយចាំមើលមេខ្យល់នឹងតាណាឲ្យតែបាត់លួចបញ្យល់ទៀតដល់ពេលគេថាណាមិនបានទេណាយើងរស់ស៊ីអញ្ចឹងយើងបានកូនយើងទៅស្រុកក្រៅគេចំណានគេចង់ឲ្យកូនគេទៅដែរចេះចុះប្រយ័ត្នគេបោកគេអីចេះចុះប្រយ័ត្នគេយកកន្លែងនឹងកន្លែងគេរើសកន្លែងធ្វើការគេមានកំណត់អីចេះចុះគាត់ឆ្លងតាមគេឯងងាកតែភ្នែកតិចតែបាត់គេយកតែបាត់ឯងវាដឹងមិនអស់ចិត្តមកដល់ផ្ទះវិញអង្គុយជ្រប់ជួនកាលយកអង្គុយយំទៀតបងប្អូនយំអាណិតគេហួយអញអស់ចិត្តទេគេយកតែបាត់ហើយណោះគេមិនឡើងក្បាលហោះទៅម៉ាឡេគេទៅតាមថៃគេទៅដល់ប៉ែតឯងខ្ញុំអស់ចិត្តទិញសម្បត្តិក្បាលហោះទៅតាមក្រោយឡើងក្បាលហោះមកខ្លាចខ្ញុំទាន់គេទៅតាមក្រោយទៅដល់ប៉ែតគាត់តែឃើញឯងហុយអានឹងមកទៀតដបល់យកចង់បានអីពីអញរត់គិតលឿននោះម៉ែអាលឿនចង់ប្តឹងប៉ូលីសចាប់ឯងទៀតបងប្អូនណាដោះស្រាយអត់ចេញណាបងប្អូនដោះស្រាយអត់ចេញណាថាផ្លូវមានតែមួយគត់ណាម្ចាស់ថ្លៃផ្លូវមានតែមួយគត់ស្ដាប់អាពាក្យមេខ្យល់ហ្នឹងឲ្យច្បាស់ចាំវានិយាយថាម៉េចរួចគិតស្ដាប់ពាក្យខាងយើងវិញស្ដាប់ឲ្យច្បាស់រួចហើយដេកគិតខ្លួនឯងតាមបញ្ញានឹកឃើញសង្ស័យកន្លែងណាងាកមកសួរទៀតសួរយើងក៏បានបើសង្ស័យយើងសួរយើងបើសង្ស័យអាមេខ្យល់សួរអាមេខ្យល់ផ្លូវហ្នឹងចេញរួចហើយហ្នឹងបើថាអត់ស្ដាប់មកជាហៀងទេងាប់បដ ாய் គង់ងាប់ទេព្រោះជាប្រដ្ឋខ្មែរសប្ងៃចឹងមានផ្លូវចេញបានលុះត្រាតែគាត់ប្រុងរកផ្លូវចេញតែគាត់ប្រុងរកផ្លូវចេញខ្ញុំបញ្យល់តែប៉ុនបាតក៏បញ្យល់ឲ្យមើលឃើញដែរយល់តមើលឃើញហ្នឹងបើយល់តចេះគិតហ្នឹងប៉ុនវាសំខាន់អត់បានជួបគ្នាសោះគាត់តែលឺសម្ដីខ្ញុំគាត់ជេរខ្ញុំបាត់ហើយហ្នឹងបានខ្ញុំឃើញគាត់ជេរខ្ញុំស្រឡាំងកាំងបងប្អូនខ្ញុំថាពូជមួយនេះអីក៏យ៉ាងហ្នឹងអាណាជួយកើតយ៉ាងហ្នឹងវាយ៉ាប់ជាងគោជាងកបីអើក្បាលយូរដឹងថាឯងស្រឡាញ់វាឯងនិយាយជាង2000ម៉ោងទៅហើយស្ទង់បេះដូងអត់បានអញ្ចឹងបានខ្ញុំរំលឹកហើយរំលឹកទៀតឲ្យគាត់ឆាប់យល់ប៉ុន្តែដូចខ្ញុំនិយាយខាងដើមយល់បានអ្នកស្ដាប់ទេណាវាអត់ស្ដាប់អត់ណាមានពេលខ្លះបងប្អូនខ្ញុំចេះគិតកាលពីក្មេងបែកចិត្ត9មកទៅប្រជាតិគេមើលកុនបងប្អូនចាស់ទីដឹងហើយមើលកុនសូវៀតជំនាន់នោះឯងវាក្មេងមនុស្សទៅប្រជាតិអត់ហ៊ានទៅឈរមុខគេទេទៅឈរមុខគេផ្ទប់អញ្ចឹងអាក្រោយវារុកទៅយើងងាប់អាមុខទុកចិត្តនៅរៀងក្រោយបន្តិចដល់នៅរៀងក្រោយទៅត្រូវឆ្មៀតគេយកពីឆ្មៀតបែកញើសរុកទៅក្បាលទៅដល់ពេលគេបាត់រោងកុនពឹបមួយកលះគេចូលទៅទិញសម្បត្តិមួយកលះហើយមកគេបើកទៀតដល់គេបាត់រោងកុនពឹបឲ្យគាត់ទៅឆ្មៀតនឹកឃើញតែដល់កណ្ដាលយ៉ាងចូលទៅក្បាលចេញក្បាលងាកមកខ្នងនៅក្រោយគេទេនៅក្រោយគេតែអញស្មានតែចូលជ្រៅហើយលបល់យកទៅវាថ្ងៃកម្លាំងវាក្មេងយមិនចូលជ្រៅណាខ្ញុំអញ្ចឹងបយល់រាល់ថ្ងៃបងប្អូនអើយរលុយមកទុកខនផ្សព្វផ្សាយរយូគ្រាន់តែដូចតែឯងដូចអាត្បូងដៃប្រជារដ្ឋគាត់ចូលរួមមានណាដូចមួយខែ2000ដូចតែឯងហ្នឹងចង់2ឆ្នាំ3ឆ្នាំមកដូចដើម្បីមកប្រជារដ្ឋយល់គាត់មកចូលរួមដូចរាល់ថ្ងៃនឹកឃើញអូបែបបានច្រើនខ្លះហើយមើលទៅស្ដាប់ហើយតំណច្រើនណាបែបចាស់មិនទៅស្ដាប់កើតទេព្រោះគាត់អីខួរក្បាលគាត់វាស្ពឹកវាសពុនណាស់បែបក្មេងគាត់បើនឹកក្នុងចិត្តចឹងណាស្រាប់ថ្ងៃចិត្តប្រឡងបាក់ដប់ម៉ែហើយងាកមក
khỏi anh được khỏi kia ta anh tế miền nam mà tam phong ngay chất lon bạn đục khmênh nhá vì ta hồ lục rồi ta cọ đâm bay anh lon bạn đục vì chùa anh nức nung chân ta khmênh mấy bạn đạp anh vừa lắm nè bởi vì vừa viêm ta rồi chắc chân cả đây bông bồn sẽ ta khơi cái rụp hiệp cái bà hot Facebook có bông bồn vì ta ca dương phải sai sập đòn dạng ban hai là khmênh nung việc trơn là hốt đó lục á rồi ta lên toán lên vô ta vô bánh ta muối bánh mình toán tiếp ta vô bay bốn bông bồn ta vô bay bốn ngoạp ơi anh bà vô bà màn xin hai ban anh cái là bỏ vô miệt mà bật ta hơi nghiệm mò với ngoạp nó khỏi kế ắt mi anh nó khỏi anh phong trong lẹ các bạn micro bị đẩy ngoạp anh bà vô du hơi chạp à mưa còn là kia rồi tức lên buồn bay buồn con nẹ ta hơi làm nắp thằng ngoạp anh đánh cho là mình đánh cho hơn chăng đánh cho ngoạp với bông ổn vừa tăng đám thùng sang bay cất cho láng nhằm thạp hơi chanh miền ta riết nâng mỏng nhom tha quay tua ta ngótกับเลยจังในถ่วงนั้นนะโดยเยิงปอดขนมรุมพนมจังนะเกดาวรบเลยจังว่ากูจกูล้างขยมมันอันยัวมวยดาวกูเกได้กูจกูล้างอันทักคลุมแต่นั่งอ่ะแต่นั่งมองอันแต่เนี่ยอันรบไปจังพนมคลุมอันทักแต่นั่งไงสตางเกทาตนาอันทักแต่นั่งเงาแต่นั่งไงไวเต้ายมทาเรียกนั่งมองบอเรียกมองเกทาอ๋อเลยยังเธอไม่อดเนี่ยสันเมารู้ใช้จำยังอบรมเรียอันถ้าอดตอนดอชเนี่ยนั่งมองเดี๋ยวอดดอชเนี่ยนั่งมองบเรียกมันโยเตจันเบาเกเบาไอเดี๋ยวอดดอละยังชเนี่ยนั่งมองบ้านแต่พวกเบาชเนี่ยนั่งมองยมทาจังมองจังมันยมทาอดทุบไว้เตเรื่องเรียนนั่งไว้แต่ตรองเรียนเพลย์แต่รอนรั่วรอแพทย์รอมหันตรายก็เรื่องเรียนเพลย์บ้านแต่รอที่จำรานยุติทั่วอภิวัตสบายก็เรียนนั่งได้เลยจังในตรองเรียนจังมันยำสูเกสัวยำทาขนมจำนำปัญหาทมตรงอ่อนในศกขมายเมียนปัญหาเตาปะเวปัญหาอยุติทั่วสังคมปัญหาใดทะเลปัญหาอบรมปัญหายุติทั่วสังคมตาปัญหานาทมยังเกยำทาปัญหาทมยังเกคือเรียกหลังงงคล้ายฮะไม่มาเตอจองไว้ยำทานงทมยังเกดอกอะไรนงจันต่อให้จันต้องอ้อมาศกขมายนั่งอะไรนั่งมกจะนอนมั่งเอาฝนอะไรนั่งไว้กวดเอาโจรวมตั้งเปียเลื้อเติมมองบางคนเลื้อเติมมองบางคนน่ะบ้าไปเจี๊ยบรถขมายอัดหลังเปิดละอผองบางคนน่ะสัวแต่ก่อสร้างสังคมละอไม่บ้านบางคนอัดบ้านเลยนะขยมใหญ่นั่งก็บางคนขยมอะไปเคยสลักนาวยังจังอะอาจจะสังคมคลังนั่งอะวิจอมบัดบองคลายดังท่าตำนาวบ่เยื้องแหวนหงายอะมันใครประมาณเต้ปีปูไออันเนี้ยโยบือมันดับติดชนะไหมนะผมมวยเปิดชนะไหมนะมันกบาลนั่นเวียบือแต่เราดับประมาณก็เป็นเนื้อแต่บือเวียอัดเตอเฉยเต้อันเนี้ยจังไปแต่รับแต่บอสนอตเอาสกุลเจ็ดสั้นจังอะเตอจังรัวจ้ะจังมันนักนึงจะถ้าโอ้ตำนายอันตำนายเวรไงอะอุปสรรคเมียนปีเกมเมียนแต่มวยเราทำไปบาลนั่งมองไอ้ปีเราทำไปบาลพ้องอาบช่างพ้องบ่าน้องลูกนี่เชื่อมท่าบ้าไปเจียประหลาดนะอดแจ๊สลังสิกได้ละอจังนะบางคนสังคมละอไปอัดการเมียนการเต้ปีเพราะสังคมละอนั่นเป็นการปีประหลาดละอนะบางคนขยมใหญ่อะขยมอัดเมียนสังคมท่าบองปะโอนนะเนี้ยล้วนเลือนเนี่ยยมอัดกึศจังให้บางคนโอ้จะเขาทำบางคนดาวแต่ไหลน้องข้ออะขยมอัดเมียนกึศท่าสำได้บอกขยมนั่งอาจจะบอกไว้เอามันนั่งดาวมารบเลยเถอะนะยมท่าเอาแต่บานเป็ดเลี้ยงได้พลุ่งนักเคินดาวสำได้คำเบียสดาเปลี่ยนมายมท่าจกใจทมวางยมท่าจะเลี้ยงพลุ่งให้อัดดังเตี้ยนะดาวเป็นลายบินลงนังเมาหงอบคลาจวนกระเดียงหงอบลายเมาออกคนอันเนี้ยนวมนังเตยเตี้ยนวมมาเตยเตี้ยนะยมคลาตาจังเตี้ยอะเป็นบางคนดาวแต่เพลย์เขานั่งไงเป็นยมกันกระบาลเมกรนใหญ่อะยมอัดเมียนสังคมท่าตำได้บอกยมนั่งแต่ปลายอัดเลยเขานั่งไงไอ้มาไตรบานเต้เอาแต่เลี้ยงลงโดยยมท่านังแมนนะบางคนรู้ชายนักเคินดาวสำได้ยมมันยมท่าโอ้คลังอะเจ็บรักไม้กงกับเมียนกันหนาเต้ยมกลาแต่เลี้ยงลงพลุ่งอัดนักเคินดาวสำได้ยมเตี้ยรู้ชายลางมาเว้นออกคนอันเนี้ยนวมแต่เลี้ยงลงเตี้ยบ้าบางคนเมื่อมันเคย
គីលួនណុលហើយណាបងប្អូនគាត់ដឹងរឿងពិតទៅទី1គាត់ថាកុំចូលព្រៃនឹងយាកងតាយើងលាក់វាអត់ទាន់ចេញទេតាដេញអត់ចេញនៅ200000ក្នុងព្រៃកុំចូលតែចូលនាំភ្លើងពីក្នុងព្រៃនោះមកឆេះពេញកុំចូលយាកង200,000លាក់នោះអត់ទាន់ចេញទេនឹងទី1ដល់ទី2ក្រៅពីយាកងហ្នឹងវាមានខ្មែរក្រហមខ្មែរក្រហមហ្នឹងកុំមុនីសុតហើយយើងនៅពេញនេះស្អប់កុំមុនីម៉ែស្អប់កុំមុនីជាពិសេសរបបស្ដេចហ្នឹងហ្មងរបបសក្តិភូមិហ្នឹងហ្មងប្រឆាំងរបបកុំមុនីកុំមុនីវាផ្ដួលរំលំរបបសក្តិភូមិហ្នឹងហើយនៅក្នុងព្រៃហ្នឹងទី1យួន200,000នាក់យាកងទី2ពួកកុំមុនីវានៅក្នុងនោះលួនណុលបងប្អូនជីកកប៉ាល់ហោះផងផ្សាយរថយន្តផងស្រែកបងប្អូនកំទៅក្នុងនោះយាកង200,000នាក់ហើយពួកខ្មែរក្រហមណាភ្លើងវាកំពុងតែឆេះក្នុងព្រៃជែកដែនយួនណាគុំទៅនាំភ្លើងហ្នឹងមកឆេះកណ្ដាលទីក្រុងគុំបងប្អូនគុំដឹងគាត់ជឿតារួចហើយគាត់ស្រែកដាក់លន់ណុលថាម៉េចទេកប៉ាល់ហោះហ្នឹងឲ្យតែខុសឲ្យតែហោះទៀបបន្តិចក៏ដុំមកគប់ធ្លាក់ឥឡូវគាត់ក្តៅអ្នកប្រាប់ជ័យយោមដាច់ឪកុំទៅកូនកុំទៅកាប់ចោលជ័យយោមដាច់ឪថាកុំទៅក្នុងព្រៃហ្នឹងមានយាកងកុំទៅអាណាមិនទៅកាប់ចោលណែវាចឹងទៀតគេមិនទៅកាប់គេចោលនាំគេទៅបងប្អូនភ្លើងឆេះក្នុងព្រៃនោះសោះបងប្អូនហើយនិយាយពីអ្នកដឹងចលាចលបងប្អូនចលាចលថាឲ្យតែប្រកាសឲ្យតែតាធំប្រកាសនាំខ្មែរចូលព្រៃគឺដឹងតែសង្គ្រាមចាប់ដើមឆេះហើយពីព្រោះប្រជាប្រដ្ឋខ្មែរជឿណាស់ទៅហើយគ្មានអាណាទុកឈ្នះទេមានអីតាទៅដល់ពេលកាំងប្រកាសកូនចៅចូលព្រៃម៉ាក់គីកូនចៅយកចូលព្រៃយកអំណាចឲ្យឪវិញព្រូទៅហ្មងភ្លើងសង្គ្រាមឆេះហេនិយាយពីម្នាក់ថាចូលក្នុងព្រៃដើម្បីឪតាសំបីតែអ្នកនៅពេញក៏អត់ដឹងដែរទោះប៉ុលពតឈ្នះមកវិញមានដឹងថាប៉ុលពតឯណាស្មានតែឪអត់មានស្អីដោះអត់មានស្អីកវីជោគជ័យដោះអាវកវីជោគជ័យឪមកវិញហើយអាពតហៅចូលក្រុមបាញ់ចោលហ្នឹងព្រុសលេងទៅឆេះអស់2លានអ្នកទៅបងប្អូនឆេះអស់2លានអ្នកទីបំផុតនេះម៉ានថ្ងៃមុនគាត់មកទោះដឹងស្អីរណពៀនអីចឹងណាទៅយំនៅមុខវាំងខាប់ដីទៀតបងប្អូនឃើញអត់អាណាជួយបានបងប្អូនអាណាជួយបាននិយាយអញ្ចឹងបថុយងាប់ទៀតនេះខ្ញុំនេះរដ្ឋធម្មនុញ្ញគេការពារស្អីណាអីគេនោះអញ្ចឹងបានខ្ញុំនិយាយថាប្រជាប្រដ្ឋខ្មែរណាខ្ញុំមិនសង្ឃឹមថាពាក្យសម្ដីរបស់ខ្ញុំហ្នឹងណាជួយគាត់ពេលដែលកំពុងដើរផ្លូវខុសហ្នឹងឲ្យមកដើរផ្លូវត្រូវវិញទេគ្រាន់តែឲ្យធ្លាក់ដណ្ដៅខ្លួននឹកឃើញដល់សម្ដីលួនណុលផងថាកុំទៅអត់ទៀតទេបងប្អូនមកវិញជេរលួនណុលស្ពះដដែលពេញទឹកពេញដីដដែលអញ្ចឹងបានអាមេរិកកាំងថាកុំលេងចូលខ្មែរទៅមិនបានទេវាស្អប់មានពីណាវាស្អប់មានពីណាស្អប់តានឹងជាងអាមេរិកកាំងវាចាញ់សង្គ្រាមនៅយួននោះពឿងលាក់ជាកុងហ្នឹងហើយវាក្តៅណាស់ប៉ុន្តែសារជូនពើជូនរហូតជូនរួចហើយក្នុងកតុបវាជេរប៉ុន្តែហេតុអីវាជូនពួកខ្មែរស្រឡាញ់វាមករកស៊ីទឹកដីហ្នឹងវាមកដាក់ទូតទៅហ្នឹងដូច្នេះវាត្រូវតែស្រឡាញ់តាមប្រជាប្រដ្ឋខ្មែរវាត្រូវតែស្រឡាញ់អាមាត់វាថាស្រឡាញ់តែក្នុងចិត្តវាក្តៅចិត្តងាប់ឥឡូវតោទៀតណាដូមណូថាតែទៀតឡើយងាប់ទៀតឡើយហើយយើងនិយាយអញ្ចឹងណាបងប្អូនដល់ពេលងាប់ឲ្យតែនឹកឃើញសម្ដីរបស់យើងទៅអត់ទៀតនេះវាឆ្ងាញ់អាត្រង់ហ្នឹងបងប្អូនខ្ញុំថាបើគាត់កំពុងតែរកកន្លែងងាប់ពាក្យសម្ដីរបស់យើងមិនបានជួយជាមូលដ្ឋានក្នុងការពិចារណាឲ្យគាត់ដើរមករកផ្លូវត្រូវឲ្យតែបានពេលធ្លាក់ដណ្ដៅគាត់នឹកឃើញដល់សម្ដីរបស់យើងអូខេទៅខ្ញុំឃើញមីងមួយដែលបង្ហាញពីអត្តចរិតខ្មែរអញ្ចឹងបងប្អូនគាត់ដាំដលងមីហើយអ្នកដែលគេយល់គេថាណាដលងមីជាប់ទឹកមិនបានទេកុំដាំអាកន្លែងដីនឹងជាប់ទឹកគាត់ថាលើករងមែនប៉ុន្តែដីវាជាប់ទឹកភ្លៀងមកវាជាប់ចែកនៅហ្នឹងដាំមិនកើតទេកុំថាលិចទឹកយូរសំបីតែលិចទឹកមួយខែហ្នឹងដលងមីតែឲ្យដលងជ្វាហ្នឹងទៅអស់ហើយដាំមិនបានទេដឹងគាត់រឹងគាត់ថាម៉េចទេ
គាត់ចង់ឈ្នះយើងណាគាត់ថាកុំឲ្យខាតលេងលបាយបើខាតរ៉ូស៊ីវាគ្មានអស់ចាទេបើមិនរ៉ូស៊ីទេវាមានដេកងាប់វាត្រូវតែរ៉ូស៊ីអញ្ចឹងហើយបើខាតលេងលបាយអាហ្នឹងខ្លាចបន្តិចមកខាតរ៉ូស៊ីនិយាយយកឈ្នះឯងទៀតបងប្អូនទឹកខ្ចីលុយគេយកមកដាំអស់5លានអស់5លានដល់ពេលវាលួយអស់ទៅគាត់ដើរកាត់មុខផ្ទះយើងណាយើងសួរអាម៉េចហើយតឡងគាត់ខ្លាចអន់ណាគាត់ថាឆ្នាំហ្នឹងរៀងឲ្យផលតិចខាតរៀងឡើងបានផលចាញ់អាឆ្នាំមុនបន្តិចខាតបន្តិចខាតចាញ់អាឆ្នាំមុនបន្តិចគាត់និយាយចឹងប៉ុន្តែនៅក្នុងចំណេញដល់ពេលប្តីគាត់ណា4 5ថ្ងៃលួចមកខ្សឹបអស់5លានជាពាក់ធនាគារអត់មានអីសងទេឆ្នាំហ្នឹងរឹងក្បាលដូចដៃបងប្អូនខ្លាចចាញ់យើងអត់មានថាអូបងឲ្យបងឯងប្រាប់ខ្ញុំត្រូវបងឯងមកជួយឈឺឆ្អាលខ្ញុំរហូតដល់ខ្ញុំខឹងបងឯងមនុស្សល្អនេះអត់ខ្លាចខ្ញុំខឹងហើយបងឯងមកតាមប្រាប់ខ្ញុំអត់មានអរគុណទេណាដើរកាត់មកផ្ទះគេសួរធ្វើលយទៅទៀតខ្មែរយើងអញ្ចឹងនឹងបើទៅអ៊ំខាហើយអ៊ំស៊ីបោកបងប្អូនតិចថាមកអរគុណយើងស្អែកអរគុណយើងអ៊ំខាថាម៉េចទេអ៊ំខាតែវាយតងាប់ក៏ឈ្នះដែរវាយតងាប់ក៏ឈ្នះដែរយើងថាឈ្នះម៉េចគេប្រឡំគាត់ថាបើគេប្រឡំឈ្នះតិចបើគេអត់ប្រឡំឈ្នះច្រើនទៅស្ដាប់សម្ដីកឹមសខាឡើងវិញគាត់និយាយចឹងមានន័យថាម៉េចមានន័យថាប្រឡំក៏ឈ្នះដែរព្រោះអីបើជាប្រដ្ឋខ្មែរតបោកអញ្ចឹងបានស្លឹកស្នោតអញ្ចឹងណាដល់ពេលយើងនិយាយថាអូយទៅជឿអីអ៊ំខានោះតាំងពីគាត់បង្កើតគណៈបកមកគាត់នៅតែឯងគាត់ថាឈ្នះតែរហូតទៅចឹងគាត់នៅតែឯងនោះគាត់ថាឈ្នះតែរហូតគាត់ថាអត់ចូលមួយសំរងស៊ីក៏ឈ្នះដែរគ្រាន់តែវាតឹងបន្តិចបើចូលមួយរងស៊ីឈ្នះប៉ុន្តែវាធូរពួកអីពួកគាត់ធ្លាប់ថាឈ្នះហើយនោះអញ្ចឹងគាត់មិនត្រូវកែសម្ដីអញ្ចឹងអ៊ំខារឿងស្អីគាត់មិនហ៊ានថាឈ្នះគាត់ថាតែរហូតទៅចឹងយើងនិយាយប្រាប់អ្នកគាំទ្រចឹងណាអ្នកគាំទ្រគេថាឲ្យគេសាកម្ដងមើលបើមិនសាកធ្វើម៉េចដឹងយើងខំតាមបញ្យល់ទៀតមានកូនកំមុំមួយឲ្យដាក់ឲ្យគេសាកអត់ចេះមើលចរិតទេនេះអានឹងលេងបៀចេះមើលចរិតរបស់វាយឯងក្នុងភូមិហ្នឹងនេះឯងតាមសង្កេតបន្តិចមនុស្សវាលាក់ឲ្យបានចរិតគាត់តែសង្កេតមើលបន្តិចទៅយើងសង្កេតមើលឲ្យច្បាស់លាស់រួចហើយចាំយើងសម្រេចហេបើមិនឲ្យសាកមិនដឹងប្រទេសឲ្យយកទៅសាកអាម៉េចអ៊ំខាហ្នឹងចេះពីមុនមកគាត់និយាយចេះមើលទៅយើងមើលទៅដឹងចរិតរបស់គាត់ហេឲ្យគេសាកសិនទៅតាមចឹងហើយនិយាយឈ្នះឲ្យចង់ទៅដល់ទៅបើកស្លឹកថ្នោតហ្នឹងវាអត់ឈ្នះហើយណាយើងថាវាអត់ឈ្នះទេម្ចាស់ថ្លៃវាអត់ឈ្នះទេខ្ញុំនិយាយរាល់ដងខ្ញុំថាអ៊ំខាណាបើធ្លាក់នរកគ្មានរឿងអីទេតែរឿងធ្វើឲ្យយាយស្រក់ទឹកមាត់រួចមិនបានស៊ីហ្នឹងឲ្យយាយចង់បានតែ 40000 ហ្នឹងប្រាប់យាយតែ 40000 យាយស្រក់ទឹកមាត់បោះស្នោតឲ្យខារហូតថាមិនឈ្នះទេដល់ពេលឥឡូវអត់ឈ្នះមែនខាមិនដាល់ថាអត់ឈ្នះទេខាសំរងស៊ីក៏មិនដាល់ថាអត់ឈ្នះទេបងប្អូននឹងគាត់និយាយថាម៉េចថ្ងៃនេះនៅទីលានប្រជាធិបតេយ្យគេជួបអ្នកគាំទ្រគេនៅទីលានប្រជាធិបតេយ្យយើងមកថ្ងៃនេះគឺដើម្បីមកអបអរជ័យជំនះរបស់គណៈបកសង្គ្រោះជាតិរបស់យើងឈ្នះហើយបងប្អូនយើងឈ្នះហើយគណៈបកប្រជាជនចាញ់បាក់មុខហើយបងប្អូនបើគេឈ្នះហើយបងប្អូនគេអបអរសាទរបាត់ហើយរឿងអីគេស្ងាត់ជ្រាបស្លឹកឆ្នោតចេញមកគេ68នេះហើយកអីគេ68នេះឯង55នេះរឿងដែលត្រឹមត្រូវគាត់ត្រូវនិយាយថាបងប្អូនការពិតយើងត្រូវឈ្នះប៉ុន្តែគេលួចបន្លំបានជាយើងនៅត្រឹម55គាត់ត្រូវនិយាយចឹងតែគាត់អត់និយាយចឹងយកឈ្នះហើយបងប្អូនគណៈបកប្រជាជនចាញ់ហើយរត់ចោលស្រុកហើយឡើងស្ងាត់ស្រុកបើគេឈ្នះហើយបងប្អូនរឿងអីបានគេអបអរសាទរយើងមកនេះយើងមកអបអរសាទរព្រោះយើងឈ្នះ55និយាយថាឈ្នះហើយអាអ្នកចោះដោយយកចោះប្រៅស្មាតោសពុតលបោតអត់ទាន់លើគេផ្ទះដៃសិនខ្ញុំគ្រាន់តែឃើញរបៀបហ្នឹងឯងថាកូនម៉ាក់គីនេះកូនទៅផ្ទះវិញនគរឈួតទេកូននគរខ្វាក់ទេកូនគុំតែរាំងមុខវាយយើងងាប់បងប្អូនវាយងាប់ខ្មែរយើងចរិតថោកអញ្ចឹងបងប្អូនថោកអញ្ចឹង
nhom còn đặc khơi nè cái lá bong bóng đăng cái dây ai phỏng nơi khỏi lướt đáy tiền chẳng hiệp đó biết ăn khơi cái tiếc thưa đã mà lướt cái bà vinh cái thọ tàn á mà nó cái dây bóc chăm tiếc đó biết cái ăn tiếc đặt đây mà lướt cái bà vinh đó biết cái thọ bị khỏi tâm khơi nhom thà con ai khơi ớt con máy nó con mạ kia chẳng à nè sao đây hai chết nam mùi ngọt đại ớt chết đi đại ớt chết đi ta rương cái liệp bua do tập ban cháu hơi bị chia bọt khmai nó ọp ọ xả tố tha quạt nó bọt diệt do tập ban cháu đấy mà nước trong chui quạt đấy thành chân khmai dương thành chân biết tầm đây được nhom chân cái cháu thầm mà gì không biết na mà nước ác sao là thua mẹ đặt nón cái mình vậy chẳng ấy cái mình tầm dây tầm đây ác sao là thua hơi cái sao thể anh chẳng ấy nhom than nè bật mò cái thợ vay ở nhua cái vay ở nhua bật đây cái thợ do cả bật thoa mà đa cáp cái do cả bát thoa mà đa cáp bởi cho ăn chuột á cái thời do cả bát tăng tao ở một thông cáp cái do cả bát tăng tao ở một thông cáp cái phở viết là tam bà phết bảo viết anh chê chê à cái anh chê bọc cô để cua chê anh giấy thầm thơ cho mùi à na anh giấy bọc cô thầm thơ cho mùi à bọc cô cua đánh giấy thầm thơ không ai dương ngọt đó mình đã thưa à thầm thơ chắc à bọc cô cua chê còn đã chê tê có chê ta đa khua có chê ta đa kích chẳng ai ban dòng cung tham ai nó mình nước quạ bị chờn na lấy anh phở thử anh cho ăn thuốc tăng tao anh sách thoa mà đa nó có bắt đan anh mò nhua chẳng á rồi về trong việc đai cả hai nhóm cục cái lại việc hạt nhóm nó của ọt xóm chỉ đạt đặc nòm tê anh tha xóm anh đắng anh tập đăng bọc hơi tơ mình một đôi mai anh thưa hai anh là vua lại tê bên tái tầm nhập nhóm vinh nhóm tha dương nó á thầm thơ xong chỉ nẹt đặc nòm sọc mai đại miền này nẹt đặc nòm tại đo cầm đất chẳng đại miền này sọc mai tập tê đúng không nẹt là han miền bên tay tầm đây tôi xong đèn xì ọt xong chỉ nẹt đặc nòm sau bông ôn nâng con dây thầm mà gì bông ôn ơi không mắc kia nó con cho nó cái bông spư cho nó khai cái đào chanh tăng chanh nó con cái mắc kia đó bông ôn không mắc kia đó bông ôn không mắc kia ôn mắc kia nó sửa cho không mắc kia nè bông ôn à cái đập nơi tiếng nó cái đau á và pe paตกรรม nó thả miên chất mỏng trong và khát mà mỏng đo vì miên chất của ấy vì mưa à YouTube nó nuôi trời mưa à tu nó nuôi trời nữa vì bà họ tên nó vì miên chất đau đọc bên máu vậy bị quay phu tầm nông nè của ấy vì cái đau rồi trời nữa đọc bên cái vai tàng à không ai đôi kia bởi không ai đôi kia chẳng khlang á bởi vuông mình khlang say tay tàng tàu học lời nè tàu học lời nè chẳng ban nhom bẹp thà cồn chanh ở ngay túc ở buộc nè snai hà chiết cái chặt cả tờ nó và chia parot nó có snai hà chiết mê kê nó có snai hà chiết ở cái chặt cả tờ hát ấy ban chẳng bông ổn buộc dương ọt đài bạn để ra ca bằng hồ chiêm mấy bông ổn say cái rồi dương trời kích ông píp ho chậm nành Upama thì bọc tuần từ bởi dương bọc tuần mà liên riêng từ á bởi dương bà mô vinh mà bạn đọc liên riêng được ấy dương mình bỏ hết được ấy dương mình bỏ vì thế ta bỏ bằng ngọt mình nước ha hồ chiêm ngọt mình nước việc đô do ấy mà vinh dương kích cu tư ha đô do mắc vì chầm nánh á riêng ấy là dương ọt hiên chầm nái bằng ổn thấy bằng ổn mới cho là nà đại việc kla han đại việc thưa là bà nha bằng ổn mới ông San Suu Kyi chỉ cầm rù vậy bị bánh pông ngoặt bài ông San Suu Kyi á ông San Suu Kyi đào trôi bằng ổn đào trôi từ chắp cái nông ngập lương mê với đào mốc á mê với đào mốc chẳng mang thập bát cắm tờ bông đại kết đạo ông Si và tôi tới ông Kha và tôi tới tầm nàng riêng bỏ viên là so 54 tiền đúng của ông Si tầm nàng riêng tề Krom ông Kha này cho tầm nàng riêng 25 đó ông Kha mới so 24 vì một kế ông Si và tôi mà tiết tầm đánh cầm giật khá và tôi mà tiết 24 và tôi mà tiết bộ tê mà bị sọc kèo cho được chưa bông ôn thử căn cả bắt căn và thai đâm bấy tắc đây bao dương mà ôn thử bằng hồ chiêm thử hai viên mau bị sọc kèo và tôi mà tiết bộ tam Facebook mở mà và đại đậm một cái bộ nâng bông ôn thử choរួមchayរួមcho đâm bấy chết bao dương từ rô khơi từ rô say than việc khơi từ miệp chua đậm mộc của trăm bộ chua chéo tam khôi thôi dương nơi tía chăm bơ tu dương chẳng hát ấy bao nhiêu thơ chẳng bằng ổn
ខ្ញុំនិយាយតាំងពីមុនបោះឆ្នោតគេហៅគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅចូលរួមតវ៉ាជាមួយនឹងគេកោចបហើយលក្ខខណ្ឌរបស់គេច្រើនដូចច្រើនបងប្អូនច្រើនណាស់ធ្វើដូចចលែងទៅសុំរបស់អីគេរួចគេឲ្យយើងត្មងតែសេសុំនេះ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 ចឹងណាដល់ពេលគេកាន់กระดาษដើរបាន 4-5 ម៉ែត្រអូអញភ្លេចហើយយកกระดาษមកវិញកត់មួយទៀតកត់មួយហើយគេដើរទៅបាន 4-5 ម៉ែត្រអូអញភ្លេចកត់មួយទៀតហើយចុះដាក់យ៉ាងហ្នឹងអាណាគេឲ្យឯងដាក់យ៉ាងហ្នឹងអញថានេះតវ៉ាកោចបនេះគេទៅប្រជុំគ្នាគេហៅគណៈបកយើងទៅដែរ conference គេអ្នក conference គេអ្នកធ្វើអធិបតីហើយគេហៅគណៈបកទាំងអស់ទៅជំនុំគ្នាតវ៉ាកោចបដាក់អីខ្លះខ្ញុំគ្រាន់តែមើលថាម៉ែអាថ្លាន់អីក៏ច្រើនម៉េះអាណាគេធ្វើតាមឯងតាមអញដឹងត្រឡប់ឯងគេមិនឲ្យមួយក៏ចូលរួមដែរនេះគេមិនឲ្យមួយក៏ចូលរួមដែរចឹងមែនអត់នៅស្ងៀមខ្ញុំថាអញ្ចឹងបានអញអត់តវ៉ាជាមួយអញ្ចឹងតវ៉ាប៉ុន្តែគេមិនអោយក៏ចូលរួមបោះឆ្នោតដែរចុងក្រោយបំផុតគេថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសញ្ញេអត់ខ្ញុំថាអត់សញ្ញេទេហើយបើមិនចូលរួមជាមួយគណៈបកស្នេហាជាតិគេណាគេស្នេហាជាតិខ្ញុំថាអញមិនទៅស្នេហាជាតិអាចអីជាមួយអញ្ចឹងទេបើច្បាស់លាស់ហ่าសញ្ញេកងការនិយាយគ្នាលាក់ឡើងមកដាក់តែ1 2 3ដែលយើងចង់បានហើយចិត្តដល់ថ្ងៃបោះឆ្នោតហើយទៀមទាឲ្យអីឲ្យមលាយកោចបចេញឲ្យរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិខ្ញុំថាងាប់មើលវាចង់បានហ่ะចង់បានអីអញ្ចឹងនៅសល់តែមួយខែទៀតហ្នឹងបោះឆ្នោតហើយអាណាទៅធ្វើតន់បងប្អូនចាំណាមើលដាក់លក្ខខណ្ឌគេនេះហើយនឹងប្រមាណជំរឿឲ្យស្អីរួមទាំងអាតម្រង់10-18ផងឥឡូវគេដាក់ទៅជាលិខិតបញ្ជាក់អត្តសញ្ញាណបងប្អូនដឹងអាលិខិតបញ្ជាក់អត្តសញ្ញាណពីណាទៀមទាទេអ៊ុំស៊ីខ្ញុំសម្ដេចសំរាំងស៊ីខ្ញុំគាត់ថាម៉េចទេក្រសួងមហាផ្ទៃនេះធ្វើយឺតយ៉ាវរឿងអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋយឺតណាស់ប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណច្រើនណាស់បានអីទៅបោះឆ្នោតអញ្ចឹងធ្វើលិខិតបញ្ជាក់អត្តសញ្ញាណឲ្យគេទៅអ៊ុំស៊ីគាត់អ្នកទៀមទាដល់ពេលឥឡូវវាមិនបានដល់ដៃយើងបានទៅដល់ដៃយួនវាស្រួលចេញអីក្រសួងមហាផ្ទៃមិនអ្នកចេញផងវាសិតតែមេឃុំចេញនោះដល់ពេលអញ្ចឹងទៅគេបំពៅបញ្ជីឈ្មោះប្រជាពលរដ្ឋក្នុងភូមិនឹងមានតែ500នាក់គេបំពៅដាក់1000សិតតែឈ្មោះប៉ុន្តែប្រជាពលរដ្ឋមិនដែលឃើញមុខទេដល់ថ្ងៃបោះឆ្នោតសិតតែលិខិតបញ្ជាក់អត្តសញ្ញាណមកហ្មងបើនៅខាងសៀមរាបគាត់ដេកវិញព្រៃបងប្អូនអត់មានកន្លែងដេកវិញព្រៃហឹកឡើងគេឲ្យតែបោះឆ្នោតពីព្រលឹមបញ្ញាប់ចេញខ្លាចអ្នកសង្កេតការមកតាន់អាខ្លះក្មេងអត់ទាន់គ្រប់អាយុអាខ្លះយួនអត់ចេះនិយាយខ្មែរឲ្យតែមានថ្នាក់គណៈបកប្រជាជនវាចូលដេកទាំងអស់ផ្ទះមេភូមិផ្ទះឲ្យដេកវិញនោះមកការចលាយ6-700នាក់600នាក់ជាងបើកស្លឹកឆ្នោតឡើងថាទាំងអស់600នាក់700នាក់600នាក់ជាង600នាក់ជាងគណៈបកផ្សេង2 3អាការិយាល័យបំពៅអញ្ចឹងនិយាយពីបើកឡើងគណៈបកប្រជាជនសុទ្ធហ្មងគាត់ថាថៃដៃលូកទៅដៃទាំងអស់គ្មានក្រាញ់មួយទេសុទ្ធតែគណៈបកប្រជាជនហ្មងលេខិតបញ្ជាក់អត្តសញ្ញាណនឹងដោយស្នាដៃពីណាថាដោយស្នាដៃអ៊ុំស៊ីខ្ញុំគាត់ទៀមទាឥឡូវនេះពីអាណត្តិទៅទៀមទាឲ្យគេលុបវិញអ៊ុំស៊ីទៀមទាអត់បានទេអានឹងដែលខ្ញុំនិយាយថាគាត់ណាគូរួចហើយបានគិតគូរួចហើយបានគិតដែលអ៊ំខាគាត់និយាយថាបញ្ចុះតម្លៃសាំងតឡើងប្រាក់ខែគាត់ថាហ្មងដល់ពេលថ្ងៃគិតចំណើលេឡាទៀតហ្នឹងគាត់តែប៉ុណ្ណឹងគាត់គិតខុសផងនេះឥឡូវគណៈបកប្រជាជនបានដៃហ្មងអាលិខិតតម្រង់18លិខិតយត្តសញ្ញានេះដាក់ឈ្មោះមកយើងឈ្មោះឧទាហរណ៍ខ្ញុំឈ្មោះខំវាសនាគេធ្វើលិខិតមួយវិជ្ជាតម្រង់18លិខិតបញ្ជាក់អត្តសញ្ញាណអាណត្តិហ្នឹងគេលែងហៅតម្រង់18គេហៅលិខិតបញ្ជាក់អត្តសញ្ញាណគេទៅសេឈ្មោះទាំងអស់ឈ្មោះខំវាសនាថ្ងៃខែឆ្នាំកណ្ដាលអីខំវាសនាទីកន្លែងកណ្ដាលអីខ្ញុំទាំងអស់ដល់ពេលរូបថតអ្នកផ្សេងវាយត្រាពុបហើយកាន់យកទៅបោះឆ្នោតទៅឈ្មោះខំវាសនាហើយអ្នកនៅក្នុងការចល័យវាអត់ដឹងទេវាថាឲ្យតែឃើញលិខិតបញ្ជាក់អត្តសញ្ញាណអ្នកឯងយួនអ្នកឯងខ្មែរខ្ញុំមិនដឹងទេខ្ញុំធ្វើការតែប៉ុណ្ណឹងខ្ញុំអត់ចង់ឈ្លោះមួយពីណាខ្ញុំមិនចង់ឲ្យគេរករឿងខ្ញុំទេខ្ញុំដឹងឲ្យបោះឯងមិនទាន់ទៅបោះផងគេបោះបាត់ឃើញទេដល់ពេលយើងតវ៉ាខ្ញុំមិនទាន់បោះផងខ្មៅដៃខ្ញុំមិនទាន់ប្រឡាក់ផងមិនបានឈ្មោះខ្ញុំគេបោះបាត់ហើយតាំងកេះយើងទៅចូលកម្ពុជាព្រៃមកឲ្យតែបានបោះឆ្នោតឥឡូវខ្ញុំធ្វើលិខិតបញ្ជាក់អត្តសញ្ញាណមួយឲ្យប៉ុន្តែមិនមែនឈ្មោះអ្នកឯងទេណា
ដើម្បីឲ្យយើងទៅបោះឆ្នោតកុំឲ្យយើងមាត់អញ្ចឹងវាប្រឡំមកចឹងច្រើនណាបងប្អូនអញ្ចឹងនៅខេត្តសៀមរាបចង់ច្រើនណាស់អានឹងមកពីអីថានឹងមកពីអ៊ុំស៊ីព្រោះគាត់ទាមទារឲ្យមានគាត់ភ្លេចគិតដល់ផលវិបាកដល់ពេលឥឡូវគាត់ទាមទារឲ្យលុបពីអាណត្តិហើយលុបអូយលុបច្រើននោះច្រើនខ្ញុំថានេះយកអានេះចេញទៅយកអង្គការសហប្រជាជាតិយកអីនឹងចេញទៅខ្ញុំថាអ្នកសុំតែ2 3ចំណុចនេះទី1លិខិតបញ្ជាក់អត្តសញ្ញាណហ្នឹងលុបវាចោលទៅបើតាណាជាមិនបានណាឲ្យច្បាស់លាស់ទាំងអស់គ្នាគឺថាយើងអត់ចូលរួមបោះឆ្នោតទេបើអញ្ចឹងខ្ញុំព្រមសញ្ញេដែរគេថាអត់ទេខ្ញុំថាបើអត់ទេខ្ញុំអត់សញ្ញេទេអត់សញ្ញេទៅអីបងប្អូនបើកោចបណាឃើញលិខិតរបស់គណៈបពប្រឆាំងទៅទៀមទាននេះទៀមទាននោះវាប្រជុំនេះសោចអូសយ៉ាច់ថាមិនបាច់ឲ្យវាទេគង់តែវាចូលរួមបោះឆ្នោតទេមិនបាច់ឲ្យទេហើយមែនអត់ចូលរួមបោះថាយើងវាមានចំណុចខ្សោយទេបងប្អូនយើងវាចង់បានតែកៅអីនោះអ្នកតំណាងរាស្ត្រនោះអញ្ចឹងបានពេលហ្នឹងខ្ញុំនិយាយទៀតណាជាពិសេសអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិខ្ញុំនិយាយខឹងខ្ញុំទៀតណាដូចហៅកុំឲ្យចូលព្រៃម៉ាក់គីអញ្ចឹងខឹងទៀតណាហើយខ្ញុំនិយាយទៀតខ្ញុំថាសំរងស៊ីអាចគៀបរដ្ឋាភិបាលគណៈបកហ្នឹងគណៈបកសង្គ្រោះជាតិហ្នឹងអាចគៀបរដ្ឋាភិបាលដោយមិនចាំបាច់គុំសំបីតប្រើឈាមរាសសំបីតប្រើញើសរាសក៏មិនបាច់ដែរមិនបាច់ប្រើញើសរាសទេគុំថាដល់ប្រើឈាមរាសប្រើតែញើសរាសក៏មិនបាច់ប្រើដែររួចហើយអាចគៀបបានទៀតគឺគុំយកអា55នោះគុំយកយើងបដិសេធលទ្ធផលបោះឆ្នោតដោយមិនយកអា55ហ្នឹងគឺអីយើងបើមិនបោះឆ្នោតឡើងវិញបើមិនសើរើឡើងវិញបើមិនធ្វើអ្វីដែលយើងចង់បានអា55យើងអត់យកប៉ុន្តែវាសឿងអញ្ចឹងអត់បងប្អូនវាសឿងអញ្ចឹងអត់វាចង់បានអា55ហ្នឹងណាដឹងវាបញ្យល់ប្រាប់ប្រជាប្រដ្ឋថាម៉េចទេអានេះម៉ែអាខូចត្មងបងប្អូនវាបញ្យល់ថាឧទាហរណ៍យើងមានលុយ$1000ចោលមកលួចអស់$400ទៅសល់600ដល់សល់600យើងថានេះលោកចោលយក600ទៅទៀតវាឧទាហរណ៍អញ្ចឹងបងប្អូនប្រជាប្រដ្ឋស្ដាប់ទៅអើមែនvậyក្បាលវាអន់នោះអានេះខូចមហាសែនខូចរកកន្លែងប្រឡប់ប្រជាប្រដ្ឋតបបានបងប្អូនណាវាអត់ដូចអាចោប្លន់នឹងទេបងប្អូនដឹងទេបើយើងយកកៅអីអា55ហ្នឹងអាហ្នឹងគេស្របច្បាប់ប៉ុន្តែបើយើងអត់យកវិញអានោះលាយបងប្អូនលាយគេយកកៅអីហ្នឹងទៅចែកគ្នាបងប្អូនទី1យកទៅចែកគណៈបកដែលមានសម្លេងនៅក្នុងរដ្ឋសភាគណៈបកមានសម្លេងនៅក្នុងរដ្ឋសភាដកគណៈបកសង្គ្រោះជាតិចេញនៅគណៈបកប្រជាជននោះអញ្ចឹងគណៈបកប្រជាជនយក123បើយក123ធ្វើដំណើរបានមួយឆ្នាំធ្វើដំណើរបានមួយណាត់5ឆ្នាំបងប្អូនឲ្យវាធ្វើទៅប៉ុន្តែខ្ញុំគិតថាអង្គការសហប្រជាជាតិអាណាក៏គេអត់ទទួលស្គាល់ដែររដ្ឋាភិបាលមួយហ្នឹងអត់ទទួលស្គាល់ទេប៉ុន្តែឧទាហរណ៍វាធ្វើដំណើរទៅបានចែកជំនួយគេបានអីក៏បានវាលក់ដូរនេះនោះយកលុយមកបើកវគ្គខែអត់ឈប់អត់ឈរវាកិច្ចបានមួយណាត់តែអាណត្តិក្រោយក្រែងហ្មងប្រជាប្រដ្ឋឃើញហើយថាចំហរបស់គណៈបកសង្គ្រោះជាតិវាល្អប៉ុណ្ណាប៉ុន្តែបងប្អូនអើយនិយាយពីវាលឹបលោថ្ងៃហ្នឹងអា55ហ្នឹងវាខឹងខ្ញុំវាជេរក្នុង Facebook វាថាម៉េចហ៎ខំវាសនាអាយ៉ងរបស់គណៈបកប្រជាជនពីព្រោះនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងតែគម្រាមយកកៅអីហ្នឹងទៅចែកគ្នាឥឡូវខំវាសនានិយាយឲ្យធ្វើអញ្ចឹងឲ្យដើរចូលកន្លងរបស់គណៈបកប្រជាជននេះសើបញ្ជាក់ឲ្យឃើញថាខំវាសនាអាយ៉ងមែនតែនណាពួកវាបងប្អូននៅក្នុង Facebook ហ្នឹងណាដែលវាអត់ដាក់រូបហ្នឹងណាភាកច្រើនសត្វតានាងរាសហ្នឹងណាវាចង់បានអា55ហ្នឹងណាកាលពីខ្ញុំនៅក្នុងគណៈបកសំស៊ីខ្ញុំដឹងច្បាស់ណាបងប្អូនខ្ញុំដឹងច្បាស់កាលហ្នឹងគណៈបកសំស៊ីបាន24គណៈបកពុនសម្បត្តិ26អោបគ្នាប្រកាំងមិនឲ្យបង្កើតរដ្ឋាភិបាលបានព្រោះរដ្ឋាភិបាលកាលហ្នឹង2/3នោះនិយាយពីអត្តនាងរាសឯណានិយាយពីវាចង់ចូលរាល់ថ្ងៃខាងលោកប្រធានខាងចង់ចូលរាល់ថ្ងៃគណៈបកលេងហៅទាំងខ្ញុំទាំងអីហ្នឹងណាទៅផ្ដិតមេដាយទាំងអស់សុំលាលែងចេញពីគណៈបកដោយមានធុរៈមានជំងឺមានអីចឹងមិនអាចបង្រើបកបានគ្រប់គ្នាទាំងអស់គេគៀបសកត់ខ្លាចយើងទៅចូលគណៈបកប្រជាជនចូលប្រជុំសភាគណៈបកហ្នឹងគេនឹងយកលិខិតលាលែងរបស់យើងទៅបង្ហាញថាយើងបានលាលែងគេដេញចេញពីបកអស់សមាជិកសភាគេសត្វតែគម្រាមចឹងហេតុអីបានគម្រាមថា
ថាគេអត់ទុកចិត្តសមាជិករបស់គេឥឡូវទៀតដល់បងប្អូន55ហ្នឹងវាចង់ចូលរួមទាំងអ៊ំស៊ីខ្ញុំផងព្រោះអ៊ំស៊ីអត់មានតំណាងរាស្ត្រទេណាអ៊ំស៊ីអត់មានតំណាងរាស្ត្រទេអ៊ំស៊ីក៏ចង់ចូលដែរមិនត្រឹមចង់ចូលប្រជុំសភាណាបងប្អូនចង់ចូលរដ្ឋាភិបាលទៀតចង់ចូលគណៈបកប្រជាជនថាអត់ឲ្យចូលទេអត់ឲ្យចូលទេមិនមែនអត់ឲ្យចូលទេបងប្អូនអានឹងដើម្បីកុំឲ្យគណៈបកសំរងស៊ីហ្នឹងតថ្លៃច្រើនពេកគេថាអញ្ចឹងដូចដីយើងចង់លក់អញ្ចឹងណាយើងថាអត់ចង់លក់ទេព្រោះយើងអីយើងចង់ឡើងថ្លៃយើងដឹងអាសំរងស៊ីចង់ចូលហើយយើងដឹងកំណត់អញ្ចឹងណាយើងដឹងកំណត់អញ្ចឹងយើងថាអត់ឲ្យចូលទេគាំងឲ្យខ្លាំងតិចដើម្បីកុំឲ្យសំរងស៊ីតវ៉ាច្រើនពេកអញ្ចឹងអីវ៉ាន់មកហៅអញទៅបាតកម្មជាមួយស្អែកអញទៅបងប្អូន98បាតកម្មអញ្ចឹងចង់ងាប់ឯងចាប់តែគាត់ពីអ្នកស្ដេចកំពះរត់ប្រុចទៅបាងកកបាត់លេងទៅចរចាគ្នានឹងរឿងអីមួយអ្នកបព្វជិជននៅបាងកកហ្នឹងស្រាប់តែអំពាវនាវពីបាងកកមកវិញតាមអាស៊ីសេរីថាបងប្អូនអើយកុំអាបាតកម្មគេកំពុងតែចរចាគ្នាបង្រួមជាតិស្រាប់តែគេត្រូវគ្នាទៅឯងលែងបាតកម្មទៅហើយគាត់ហ្នឹងស្រាប់តែចូលគ្នាទៅអញ្ចឹងទៅហើយអាណត្តិនោះបងប្អូននិយាយពីសំរងស៊ីចង់ចូលរដ្ឋាភិបាលញ័រពួកអីសមាជិកក្នុងបកច្រើនណាស់គំរាមកំហែងអាណត្តិហ្នឹងឲ្យចាំមើលតាលោកប្រធានអត់ចូលអញឈប់ធ្វើអត់មានអាណាធ្វើគណៈបកឆាំងរហូតទេមានបាយណាស៊ីទេគាត់ចង់ងាប់ឲ្យតែគណៈបកបោះឆ្នោតរួចហើយអត់ចូលរដ្ឋាភិបាលនិយាយពីស្ងាត់គណៈបកដូចចោលលុយសេះចាំមើលតែឆ្នាំទី4ចិត្តដល់បោះឆ្នោតមកជើមទៀតគេលោកបានរដ្ឋាភិបាលហើយអត់តែបោះឆ្នោតហើយគណៈបកសំរងស៊ីនោះស្ងាត់ឲ្យឆឹងនឹកទៀតហើយព្រោះអត់បានចូលរដ្ឋាភិបាលនិយាយពីអាណត្តិហ្នឹងបងប្អូនឲ្យកាត់អាវកាត់ខោគ្នាគ្រប់គ្នាឲ្យចូលរដ្ឋាភិបាលខ្ញុំចាំណាពេលនោះសំរងស៊ីហៅមកប្រជុំពីព្រោះតំណាងរាស្ត្រមួយដែលឈរតាមខេត្តសិតតែមានអ្នកជួយចេញលុយដើម្បីយកមកប្រើការនោះយកមកជួលឡានជួយអីហែនោះដល់ពេលអញ្ចឹងសិតតែមានអ្នកចេញលុយអាអ្នកចេញលុយហ្នឹងគេសន្យាឲ្យគយឲ្យប្រធានគយតំណាងរីនោះគ្រប់វិញគ្រប់ទាំងអស់តំណាងរាស្ត្រមួយមាន10 20នាក់20នាក់ឲ្យចូលមកខេត្តវាច្រើននោះអាពួកនោះវាទាចូលឥឡូវហ្នឹងវាកំពុងតែទាតំណែងអញ្ចឹងបានខ្ញុំដេកលើពូកខ្ញុំប្រាប់ក្មួយថាម៉េចទេបើជាបរដ្ឋអត់ឲ្យភារកិច្ចមកអញទៅរៀងស្រួលអញទៅដេកបានមើលទូទស្សន៍បានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសំរងស៊ីកឹមសុខាចិត្តងាប់ចិត្តរស់នោះចិត្តងាប់ចិត្តរស់មិនអាចសោចបានទេអញលេងពងសោមទៅលេងមាត់ទន្លេទៅលេងម៉ាឡេខែក្រោយទៅកូរ៉េទៀតទៅគេមកឲ្យគេប្រើយើងទៅធម្មតាបងប្អូនបន្តិចទៀតងាប់ពីផែនដីហ្នឹងគេឲ្យគេប្រើយើងធ្វើឲ្យគេទៅគេមិនប្រើយើងទេយើងទៅអ្នកជួយបងប្អូនវាមានតម្លៃជាអ្នកជួយអត់មានសំបរទេអ៊ំខាបោះឆ្នោតរួចហើយបងប្អូនណាទៅពីរាំងដើរសាពះបងប្អូនប្រជាប្រដ្ឋតាមតូបលក់សាច់ជ្រូកហ្នឹងអរគុណណាបងប្អូនអរគុណណាតែបោះឆ្នោតឲ្យសួរជាតិឈ្នះសូមអរគុណឥឡូវហ្នឹងមកហើយព្រោះអីកាលពីមុនធ្លាប់សន្យាថាបើបោះឆ្នោតឈ្នះមកអរគុណឥឡូវហ្នឹងមកហើយបងប្អូនមកហើយមកអរគុណខ្ញុំថាងាប់ហើយអញដូចទៅអត់រួចទេនិយាយឡើងសិតតែជួយជាតិខ្ញុំដេកមិនលក់បក់មិនហើយខ្ញុំមានស៊ីចុកគ្រប់គ្រាន់ហើយប៉ុន្តែខ្ញុំចង់ជួយជាតិហើយចុះបើចង់ជួយជាតិសមឲ្យដើរអរគុណប្រជាប្រដ្ឋបងប្អូនប្រចាំណាមតិចមើលកាលពីគណៈបកប្រជាជននិយាយថាម៉េចទេគណៈបកប្រជាជននិយាយថាបើស្រឡាញ់បើអីប៉ុន្តែគេចាប់ធំជាងគេបំផុតគឺបើអាណត្តិសម្ដេចសូមបោះឆ្នោតឲ្យគណៈបកប្រជាជនដល់ពេលគណៈបកសង្គ្រោះជាតិឯនេះវិញគេចង់ផ្ចាញ់គេថាម៉េចទេបងប្អូនណាកុំបោះឆ្នោតព្រោះអាណត្តិគេអ្នកខ្លះគេឲ្យបងប្អូនបោះឆ្នោតព្រោះអាណត្តិគេតែបងប្អូនកុំបោះឆ្នោតព្រោះអាណត្តិពីណាហើយអាណត្តិខ្លួនយើងអាណត្តិគ្រួសារយើងអាណត្តិប្រទេសយើងនិយាយមិនទាន់ចប់ផងចង់កតុយបំផុតគេថាសូមមេត្តាបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិមានលេខរៀងទី7ស្អីគេសូមមេត្តាណាស្អីគេមេត្តាគេអាណត្តិបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះតែអាណត្តិណាបងប្អូនណាជាចុងក្រោយខ្ញុំសូមអំពាវនាវសូមបងប្អូនមេត្តាបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិដែលមានលេខរៀងទី7ឲ្យចំមេត្តានឹងស្អីគេបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះតែមេត្តាគេដូច្នេះសូមបងប្អូនមេត្តាមិនចេះមិនចេះបងប្អូនចានណាមើលហើយបងប្អូនប្រជាប្រដ្ឋខ្មែរស្ដាប់ទៅគ្មានខ្ទាស់តិចអីបន្តិចខ្ញុំថាអញខ្ទាស់តិចណាអញខ្ទាស់តិចណានិ
យាយប្រាប់គេថាសុំបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះអាណិតគេអាណិតហ្នឹងមេត្តាហ្នឹងហើយណាតាមពិតអាណិតបកប្រែថាស្រឡាញ់ប៉ុន្តែខ្មែរយើងពាក្យថាអាណិតហ្នឹងគឺមេត្តាហ្នឹងសូមមេត្តាបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះមេត្តាគេណាបងប្អូនណាដូច្នេះជាចុងក្រោយសូមបងប្អូនមេត្តាបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិមានលេខរៀងទី7ស្អីគេហ៎មិញនិយាយថាកុំបោះឆ្នោតឲ្យគេព្រោះមេត្តាចង់ចាញ់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះអញ្ចឹងសរុបទៅសរុបមកខ្ញុំនិយាយថាវាអត់មានស្អីក្រៅអំពីវាយប្រជាប្រដ្ឋទេបើវាយប្រជាប្រដ្ឋអត់លបើកទេបងប្អូនណាស្រុកខ្មែរអត់ទៅមុខរួចទេពាក្យសម្ដីរបស់ខ្ញុំនេះណាបងប្អូនខ្ញុំអត់មានសង្ឃឹមទេថាទៅដាស់ពួកសង្គ្រោះជាតិដែលផ្កាប់មុខនឹងឲ្យភ្ញាក់ដល់ខ្លួនទេបងប្អូនប៉ុន្តែបើគាត់ដើរធ្លាក់ដណ្ដៅហើយគាត់នឹកឃើញដល់ពាក្យខ្ញុំថាខ្មែរមានចំណុចចាប់ដើមងើបហើយកឹមសុខានិយាយឲ្យច្បាស់ចេះថាបើគេលួចយ៉ាងម៉េចក៏ដោយក៏ឈ្នះដែរគ្រាន់តែគេលួចវាឈ្នះតិចអត់លួចវាឈ្នះច្រើនដល់ពេលបើកសិលឹកណោតឡើងចាញ់គាត់អត់មានរំលឹកពាក្យនោះមកវិញទេថាណែលោកឯងថាឈ្នះនោះហេឈ្នះមកពីគេលួចឥឡូវនឹងបានគេចាញ់ខ្ញុំថាឈ្នះមកពីគេអត់លួចដល់ពេលឥឡូវគេលួចបានយើងចាញ់ចុះលោកឯងនិយាយថាលួចក៏ដោយក៏ឈ្នះដែរនោះកឹមសុខាពេលបាន55កបិកបួយចិត្តងាប់ពួកអីគាត់មិនដែលនឹកឃើញថាបាន55ទេបើយើងទៅសួរថាហេតុអីបានលោកឯងនិយាយថាឈ្នះលោកឯងឃើញអត់ឈ្នះមិនក៏លោកឯងកុហកប្រជាប្រដ្ឋនឹងគាត់ខ្សឹបដាក់តិចយើងខ្សឹបតាមរបៀបត្រង់និយាយត្រង់ដោយហែងមិនអត់និយាយដោយអញមិនបាន55និយាយចឹងនិយាយថាឈ្នះរួចអត់ឈ្នះចឹងតាមអាណត្តិពីអាណត្តិទៀតអ៊ំស៊ីឥឡូវអាយុ63 64បាទហើយហ្នឹងពីអាណត្តិទៀត74 75វាកាន់ជាជាប់ហើយហ្នឹងហើយគាត់ទៅមុខមិនរួចអញ្ចឹងគាត់បោកបដាស៊ីទៅពុនសំពេចម៉េះបងប្អូនណាបាន3 4អាណត្តិទៅមកដាច់ពូជដល់ឥឡូវហ្នឹងច្រើនជាងយើង250000ណាឥឡូវហ្នឹងនៅច្រើនជាងយើងទៀតហើយចុះអ៊ំស៊ីប្រេមកណាត់ក្រោយហ្នឹង30កៅអីទៀតអ៊ំស៊ីតែមួយណាត់ពីរណាត់ទៀតចប់បាត់ហើយពីមួយណាត់ហ្នឹងមកដល់បោះឆ្នោត5ឆ្នាំទៀតជាប់មួយណាត់ទៀតធ្វើតំណាងរាស្ត្រ5ឆ្នាំទៀតអ៊ំស៊ីចិត្តជាងបាទអូខេបាយបាយតើបើសិនណាជាបងប្អូនដើរធ្លាក់ជ្រោះណាហើយនឹកឃើញដល់សម្ដីរបស់ខ្ញុំខ្ញុំថាជ័យជំនះធំហើយពួកខ្មែរមិនដែលបានប៉ុណ្ណឹងផងធ្លាក់ជ្រោះហើយនៅតែមិនដឹងទៀតសរុបមកវិញអ្វីដែលខ្ញុំចង់និយាយថាពីឥឡូវហ្នឹងទៅគឺប្រជាប្រដ្ឋខ្មែរត្រូវទៅចូលរួមកែប្រជាប្រដ្ឋខ្មែររឿងធំជាងគេទាំងអស់បញ្ហាធំជាងគេទាំងអស់នៅស្រុកខ្មែរគឺបញ្ហារាសហ្នឹងហ្មងឲ្យតែដោះស្រាយរឿងរាសឲ្យចេះស្រឡាញ់អំពើល្អចេះស្គាល់កាតព្វកិច្ចខ្លួនឯងចេះស្អប់អំពើអាក្រក់ឲ្យតែកសាងខ្មែរអញ្ចឹងបានណាបងប្អូនស្រុកខ្មែរដឹងឲ្យរីកចម្រើនហ្មងហើយចាប់ពីឥឡូវហ្នឹងទៅតែបោកសិននៅចាំដល់ឆ្នាំឆ្នោតចាំជួយអត់ទេពីព្រោះអីទី1យើងអត់ជំនាញបោកទី2បើយើងបោកបានមកក៏គង់គេស្ទូចគាត់ទៅវិញដែរប៉ុន្តែយល់ធឺយើងនេះមានអាណាមកបោកបានទេបងប្អូនមានពង្រីកថែមប៉ុន្តែមនុស្សអញ្ចឹងវាមិនច្រើនទេបើវាច្រើនអ៊ីស្រាអែលបាត់ហើយខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំតែប៉ុណ្ណេះសូមអរគុណបាទហើយខ្ញុំសូមជម្រាបថាកំតនទៅណាយើងចូលរួមកម្មវិធីជប់លៀងហូបបាយជុំគ្នាសិនហើយកុំភ្លេចជួយរំលែកបន្ទុករបស់បងស្រីដែលរៀបចំកម្មវិធីផងដល់យើងចូលរួមចូលលុយបាទ